បញ្ជាឲ្យដាក់ពង្រាយកងទ័ពទៅកាន់ Portland និងអនុញ្ញាតឲ្យកម្លាំងពេញលេញប្រធានាធិបតី Donald Trump បានបញ្ជាឲ្យដាក់ពង្រាយទាហានអាមេរិកទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដោយអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងពេញលេញប្រសិនបើចាំបាច់ដើម្បីបង្ក្រាបការតវ៉ាដែលផ្ដោតលើមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍លោកTrumpបាននិយាយថាគាត់កំពុងដឹកនាំលេខាធិការនៃសង្គ្រាមលោក Pete Hegseth ឲ្យផ្ដល់កងទ័ពចាំបាច់ទាំងអស់ដើម្បីការពារ Portland ដែលបំផ្លាញសង្គ្រាមលោកបានអះអាងថាវិធានការនេះនឹងជួយការពារគ្រឿងបរភេទណាមួយរបស់យើងក្រោមការឡោមព័ទ្ធពីការវាយប្រហារដោយ Antifa និងភេរវក្រុមក្នុងស្រុកផ្សេងទៀតដោយបន្ថែមលើ Truth Social ថាខ្ញុំក៏កំពុងផ្ដល់សិទ្ធិពេញលេញផងដែរប្រសិនបើចាំបាច់សេចក្តីប្រកាសនោះបានទាញការរំច្រានពីសមាជិកសភាគណៈបកប្រជាធិបតេយ្យដែលបាននិយាយថាមិនចាំបាច់មានទាហានសហរដ្ឋឬដាក់ពង្រាយនៅក្នុងទីក្រុងនោះនៅក្នុងសមាសិកសាព័ត៌មានមួយកាលពីថ្ងៃសៅរ៍ Kotick បាននិយាយថាការដាក់ពង្រាយណាមួយនឹងក្លាយជាការរំលោភបំពានអំណាចនិងថាមានកំពុងសម្របសម្រួលឲ្យអគ្គមេធាវីរបស់រដ្ឋ Oregon គឺលោក Dan Rafin ដើម្បីមើលថាតើឆ្លើយតបណាមួយជាការចាំបាច់លោកក៏ទីបានបន្ថែមថាយើងនឹងត្រៀមដើម្បីឆ្លើយតបប្រសិនបើយើងត្រូវធ្វើត្រាំសន្យាថានឹងសងសឹកតើគាត់នឹងទៅដល់ថ្ងៃណាសេចក្តីប្រកាសកាលពីថ្ងៃសៅរ៍នេះបង្ហាញអំពីការពង្រីកបន្ថែមនៃការដាក់ពង្រាយកងទ័ពនៅក្នុងទីក្រុងរបស់អាមេរិកចំពេលនៃការបង្ក្រាបកាន់តែទូលំទូលាយដោយរដ្ឋាភិបាលត្រាំលើជនអន្តោប្រវេសន៍ខុសច្បាប់ការបង្ខំរបស់លោកត្រាំមិនបានបញ្ជាក់ថាតើគាត់មានបំណងធ្វើឲ្យឆ្ងាយជាតិនិងនីតិអាមេរិកធម្មតាឲ្យសកម្មទេការបង្ខំនោះក៏មិនបានបញ្ជាក់ផងដែរថាតើការប្រើកម្លាំងពេញលេញមានន័យថាយ៉ាងណាអ្នកនាំពាក្យមន្ត្រីបញ្ចកោណលោក Sean Parnell បានប្រាប់ BBC ថាយើងរៀបចំក្រមងឲ្យបុគ្គលិកនាយកអាមេរិកមកជួយសម្គាល់ប្រតិបត្តិការរបស់ DHS នៅទីក្រុង Portland តាមការណែនាំរបស់ប្រធានាធិបតីនយោបាយការនឹងផ្ដល់ព័ត៌មាននិងព័ត៌មានថ្មីនៅពេលណាដែលអាចប្រើប្រាស់បានការរីផុងកលែងអនុវត្តច្បាប់អន្តោប្រវេសន៍អង្គាបាលនៅទីក្រុង Portland ត្រូវបានក្រុមបាតកោគោលដៅតាំងពីដើមខែមិថុនាមកដែលជួនកាលនាំឲ្យមានការបន្ទោសដង្កេតគ្នាយ៉ាងហិង្សាគិតត្រឹមថ្ងៃទី8ខែកញ្ញាការិយាល័យមេធាវីអាមេរិកបានចោទប្រកាន់សហព័ន្ធលើមនុស្ស26នាក់ពីគ្រឿងអ៊ុតក្រិតរួមទាំងការដុតបំផ្លាញវាយដំមន្ត្រីប៉ូលីសនិងទប់ទល់នឹងការចាប់ខ្លួនកាលពីថ្ងៃសុក្រនយោបាយការសន្តិសុខមាតុភូមិ DHS បាននិយាយថាក្រុមបាតកោបានវាយប្រហារនិងឡោមព័ទ្ធមន្ទីរកែប្រែ ICE នៅទីក្រុង Portland នៅក្នុងការបង្ហោះលើប្រព័ន្ធសង្គម X នយោបាយការនោះបាននិយាយថាបុគ្គលចំនួនមួយត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីគ្រឿងអ៊ុតក្រិតសហព័ន្ធរ៉ូស៊ីធី Antifa ជាក្រុមភេរវក្រុមក្នុងស្រុកដែលទើបតែកំណត់នៅបានប្រព្រឹត្តអំពើខុសច្បាប់លើមន្ត្រី ICE ពួកគេបានបំផុសផ្សាយអាសយដ្ឋានផ្ទះរបស់ពួកគេតាមអ៊ីនធឺណិតនិងលើសំណឹកលីងផ្លូវការបុគ្គលដែលមានទំនាក់ទំនងជាមួយ Antifa ក៏បានផ្ញើការគំរាមកំហែងដល់បុគ្គលិក DHS បានសរសេរនៅលើ X ដាច់ឡែកយើងគឺជាទ័ពនៅក្នុងសហគមន៍បំបែកបាក់ Chicago គណៈដែលត្រាំផ្ដាច់ថាសមាជិកសភាប្រជាធិបតេយ្យបានរិះគន់ទៅវោហារសាររបស់ប្រធានាធិបតីនិងសកម្មភាពដែលបានរាយការណ៍របស់ភ្នាក់ងារ ICE នៅក្នុងរដ្ឋព្រឹទ្ធសមាជិក Ron Wyden នៃរដ្ឋ Oregon បាននិយាយការពីថ្ងៃសុក្រថាមានរបាយការណ៍គួរឲ្យទុកចិត្តដែលភ្នាក់ងារសហព័ន្ធអាចនឹងត្រូវចាក់ឡើងវិញនឹងសៀវភៅលេងឆ្នាំ2020ដែលយោងទៅលើកងកម្លាំងសហព័ន្ធដែលត្រូវបានដាក់ពង្រាយជាការឆ្លើយតបទៅនឹងការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលជាបុរសស្បែកខ្មៅដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសលោក Wyden បាននិយាយថាខ្ញុំជំរុញប្រជាជន Oregon មិនឲ្យធ្លាក់ចូលទៅក្នុងការប៉នភ្នងរបស់លោក Trump នៅក្នុងការញុះញង់ឲ្យមានអំពើហិង្សាសមាជិកសភាក្នុងតំបាំងក៏បានចោទប្រកាន់ ICE ពីបទដាតាមមនុស្សដែលមិនមែនជាគ្រោះថ្នាក់ពិតប្រាកដសម្រាប់សង្គមលោក Susan Bonamici តំណាងសភាមកពីគណៈបកប្រជាធិបតេយ្យបាននិយាយកាលពីថ្ងៃសុក្រថា ICE បាននិយាយថាពួកគេកំពុងកំណត់គោលដៅមនុស្សសម្រាប់ការចាប់ខ្លួននិងការឃុំឃាំងដែលបានប្រព្រឹត្តបទឧក្រិដ្ឋនោះគឺជាអ្វីដែលពួកគេបានប្រាប់យើងសមាជិកសភាបានលើកឡើងឧបតិហេតុថ្មីៗនេះរួមទាំងការឃុំខ្លួនឪពុកម្នាក់នៅខាងក្រៅសាលាមត្តេយ្យសខុមរបស់កូនគាត់និងអ្នកពន្លត់អគ្គិភ្លើងម្នាក់ដែលត្រូវបានចាប់ខ្លួនពេលកំពុងប្រយុទ្ធនឹងភ្លើងនៅក្នុងព្រឹត្តិការណ៍អូឡ িম্প ិកពួកគេក៏បានចង្អុលទៅស្ថិតិចេញពីវិទ្យាស្ថានកេថូដែលជាអ្នកគិតរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Washington DC ដែលបានរាយការណ៍ថា 65% នៃមនុស្សដែលត្រូវបានឃុំឃាំងដោយ ICE មិនមានការផ្ដន់ទាទោព្រហ្មចារ្យទេ
ទោះបីជាមានការរិះគន់ពីគណៈបកប្រជាធិបតេយ្យក្តីទង្វើនេះបានទាក់ទាញការគាំទ្រពីមន្ត្រីសាធារណរដ្ឋមួយចំនួនលេខាធិការការងារសហរដ្ឋអាមេរិក Larry Chavez Derrimer បាននិយាយថាមានឃើញហើយថាយ៉ាងណាទិភាពមិនច្បាស់លាស់បានបំលែងទីក្រុង Portland ទៅជាតំបន់សង្គ្រាមអ៊ុក្រែននៅក្នុងការបង្ហោះនៅលើ X លោក Chavez ដែលពីមុនបានបម្រើជាតំណាងសភាមកពីគណៈបកសាធារណរដ្ឋសម្រាប់សង្កាត់ Oregon បានថ្លែងអំណរគុណទៅលោក Trump ដែលមានវិធានការដើម្បីទប់ស្កាត់ ICE Facility និងធ្វើឲ្យអាមេរិកមហានប្រសើរឡើងវិញកាលពីដើមឆ្នាំនេះលោក Trump បានដាក់ពង្រាយឆ្ងាញ់មាត់ទៅទីក្រុង Los Angeles និង Washington DC និងភ្នាក់ងារសហព័ន្ធត្រូវបានរំពឹងថានឹងមកដល់ទីក្រុង Memphis នៅសប្តាហ៍ក្រោយនៅទីក្រុង Los Angeles ប្រធានាធិបតីបានបញ្ជាឲ្យបុគ្គលិកសហព័ន្ធ2000នាក់ដើម្បីដោះស្រាយនឹងចលាចលជំរុញការវាយប្រយុទ្ធនឹងជនចំណុះការគ្មានឯកសារការបន្ទុកកចិត្តបានផ្ទុះឡើងជាយើងថ្ងៃនឹងអាស្មាបង្រៀនទុនត្រូវបានប្រើប្រាស់ដើម្បីបំបែកហ៊ុនយន្តដាក់តវ៉ាចៅក្រមសហព័ន្ធក្នុងរដ្ឋ California បានសម្រេចការពីដើមខែនេះថាការដាក់ពង្រាយឆ្ងាញ់មាត់នៅទីក្រុង Los Angeles គឺខុសច្បាប់និងបានបំពេញច្បាប់ Posse Comitatus ដែលកំណត់អំណាចរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងការប្រើប្រាស់កម្លាំងយោធាសម្រាប់បញ្ហានៅក្នុងស្រុកវាមិនច្បាស់លាស់ថាប្រធានាធិបតី